ត្រូវបន្តពង្រឹងប្រសិទ្ធភាពតម្លាភាពនិងគណនេយ្យភាពរបស់ស្ថានីយ៍ជញ្ជីងដើម្បីជំរុញការអនុវត្តច្បាប់ឲ្យបានតឹងរ៉ឹងចំពោះយានយន្តដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់អាដាមពូនីបានរាយការណ៍អំពីការបំពាក់និងសាងសង់ស្ថានីយ៍ជញ្ជីងថ្លឹងរថយន្តបំពាក់ប្រព័ន្ធវៃឆ្លាតនិងត្រួតពិនិត្យដោយស្វ័យប្រវត្តិអានឹងយ៉ាងម៉េចបើកមកវាមិនបាច់ឈប់ទេគឺវាយកគីឡូហ្មងបាទចុះស្ថានីយ៍វៃឆ្លាតបាទព្រោះឥឡូវទាំងអស់សឹកវៃឆ្លាតបាទអញ្ចឹងតកង់ឡានកុំវៃឆ្លាតដែរប៉ុន្តែដាក់ទៅអាហ្នឹងត្រូវប្រព័ន្ធភ្លើងអីចូល AI អីចឹងហ៎អ៊ីនធឺណិតអីឲ្យដើរបាទអាហ្នឹងឲ្យដើរគ្រប់កុំឲ្យដាក់ទៅដើរតាមដានអញ្ជើញអត់ដើរទម្ងន់ស្រួលបួលអត់ទេនឹងការជួយជាពិសេសការដឹកជញ្ជូនតើយើងធ្វើម៉េចជួយថែរក្សាទាំងអស់គ្នាពិតណាក្រុមហ៊ុនដឹកជញ្ជូនត្រូវការចំណេញប៉ុន្តែចំណេញនៅក្នុងក្របខ័ណ្ឌដែលច្បាប់អនុញ្ញាតព្រោះច្បាប់ធ្វើឡើងមិនមែនដើម្បីគៀបកប្រជាជនទេច្បាប់គៀបធ្វើឡើងដើម្បីរក្សាតុល្យភាពឈ្នះអ្នកដឹកទំនិញក៏អាចដឹកបានឥឡូវយើងច្បាប់ថ្មីនេះយើងតឡើងគីឡូពី50តោនរហូតដល់60ហ៎ពី40តោនទៅដល់60បាទដោយសារគុណភាពតែ50ហ៎50យ៉ាខ្ញុំប្រកាសខុសវា40ទៅ50តោនអញ្ចឹងលើស10តោនបាទអញ្ចឹងបានន័យជួយសម្រួលការដឹកជញ្ជូនទៅដល់អ្នកដឹកជញ្ជូនប៉ុន្តែសូមឲ្យអ្នកដឹកជញ្ជូនជួយថែផងកុំឲ្យ40តោនដាក់50ដល់តឡើង50ឡើង60ស្តង់ដារបូក10អត់ទេដើម្បីយើងថែទាំងអស់គ្នាព្រោះអាទម្ងន់រថយន្តហ្នឹងវាអានឹងថ្ងៃមុនអេដាមសុនចន្ទោថាគុណប្រមាណនោះមួយតោនហ្នឹងគុណទៅចេញស្មើនឹងប្រមាណនៅលើផ្លូវបច្ចេកទេសបាទហើយអាស្រ័យទៅលើកង់ហ្នឹងកង់ប្រមាណបាទអញ្ចឹងគឺច្បាប់មានគិតគូរហើយឡានក្រុមហ៊ុនដឹកជញ្ជូនអ្នកដែលជួលគេដឹកជញ្ជូនកសិផលកន្លែងខ្លះយើងមានភាពបត់បែនសម្រាប់កសិផលនៅក្នុងច្បាប់ក៏ផ្ដល់ភាពបត់បែនសម្រាប់ក្រសួងស្ថាប័នជំនាញគិតគូរប៉ុន្តែទំនិញផ្សេងទៀតអានឹងត្រូវគិតគូរការអនុវត្តឲ្យច្បាស់ហើយធ្វើយ៉ាងម៉េចដើម្បីថែហើយឃើញក្រសួងសាធារណការដឹកជញ្ជូនក៏បានខិតខំពង្រឹងនៅកិច្ចការគេនេះសូមឲ្យមានចីរភាពព្រោះធ្វើទាំងអស់គ្នាទៅវាស្រួលហើយយើងមើលតើប្រព័ន្ធអាតាមផ្លូវរ៉ូស៊ីដឹកជញ្ជូនហ្នឹងវាត្រូវចំណាយទៅលើស្អីខ្លះទៀតក្រៅពីជញ្ជីងលើសហ្នឹងដើម្បីយើងជួយកាត់បន្ថយនៅអាចចំណាយផ្សេងដើម្បីឲ្យការដឹកជញ្ជូនវាចិត្តបើមិនចឹងទេផ្លូវដែលយើងធ្វើក្រុមហ៊ុនបែរជា10ដឹកជញ្ជូនក្រុមហ៊ុន10ជួលអ្នកដឹកជញ្ជូនប៉ុន្តែផ្លូវសម្រាប់រាប់លានអ្នកផ្លូវនឹងអាចខូចហើយការវិនិយោគរបស់រដ្ឋមិនថាជាកម្ចីមិនថាជាថវិកាបដិភិរបស់រដ្ឋគឺសិតតែថវិកាដែលជាតិត្រូវទូខុសត្រូវសម្រាប់ប្រជាជនយើងទាំងអស់ត្រូវថែរក្សាទាំងអស់គ្នាដើម្បីជួយការពារអញ្ចឹងសូមឲ្យក្រសួងពិនិត្យមើលនៅក្នុងការអនុវត្តហើយជញ្ជីងបាទអាសាឃើញតាម Facebook រឿងផ្សេងអញ្ចឹងខ្ញុំឲ្យតែឃើញរឿងបាញ់ទៅឲ្យអាដាមពេញពនាមើលបាទតែជិញហ្នឹងអត់មានម៉ោងទេ24ម៉ោងហីបាទចាំការរហូតទេប៉ាហ្នឹងដើររហូតទៅហ៎មិនពីម៉ោង2:10រហូតទៅដល់ម៉ោង4ភ្លឺអត់ដើរទេហ៎នៅមើលច្បាស់យ៉ាប់នឹកដេកជិញដេកដែរបាទហ៎អាការដឹងជូនខ្លះវាអត់វាខ្លាចពលឺថ្ងៃតលតែម៉ោង2:10ម៉ោង1:10យប់បានវាចេញទៅម៉ោង4ភ្លឺចឹងទៅវាឈប់អាហ្នឹងមើលផងពួកអាបើកថ្ងៃបើកយប់សម្ពាធទៅលើផ្លូវដូចតែគ្នាទេធ្វើការងារ
ហើយគឺក្រសួងចាត់ទានការទៅលើកិច្ចការងារហ្នឹងធ្វើម៉េចទាំងពង្រឹងអភិក្រមបាទនៅក្នុងការធ្វើកិច្ចការងារនេះដើម្បីធានានៅការប្រកួតប្រជែងស្មើភាពបាទយើងដឹកថែទាំផងដឹងជូនអនុវត្តគោលការណ៍ដូចគ្នាផងក្រុមហ៊ុនណាក៏ដូចគ្នាអត់មានក្រុមហ៊ុនណាអតិភិបជាងក្រុមហ៊ុនណាទេច្បាប់យើងជំរុញអនុវត្តដូចគ្នាបាទកន្លែងណាដែលមានភាពបត់បែនដោយកសិផលសម្រាប់កសិករអាហ្នឹងគឺមានអភិក្រមព្រោះកាលមុនហ្នឹងគឺក្នុងច្បាប់ពេលដែលសេច្បាប់មកគឺយើងថាទំងន់ទៅលើកសិផលគឺទុកនៅក្នុងការវាយតម្លៃជាក់ស្ដែងរបស់ក្រសួងសាធារណការឬមួយក៏ស្ថាប័នមានសមត្ថកិច្ចអញ្ចឹងបានឲ្យថាឥឡូវសមត្ថកិច្ចមានប្រមាណអញ្ចឹងមានក្រសួងអភិវឌ្ឍជនបទមានខេត្តមានក្រសួងសាធារណការអញ្ចឹងត្រូវតែមានស្តង់ដាររួមមួយគោលការណ៍យ៉ាងម៉េចឲ្យរួមកុំឲ្យសាធារណការអនុញ្ញាតប៉ុណ្ណេះដល់ពេលអភិវឌ្ឍជនបទឲ្យប៉ុណ្ណេះឧទាហរណ៍អភិវឌ្ឍជនបទឲ្យ60តោនដល់មកសាធារណការឲ្យ55តោនអញ្ចឹងបានន័យថាដឹកពីចការមកបាន60តោនតែមកដល់មាត់ផ្លូវសាធារណការទៅរើ10តោនចេញឯកភាពគ្នាតាំងពីដើមដល់ចប់តែម្ដងនេះគឺជាការសហការរវាងស្ថាប័នមានច្រើនត្រូវមានគោលការណ៍ស្តង់ដាររួមកុំឲ្យជន់គ្នាកុំឲ្យខ្ទាស់គ្នាហើយអនុវត្តស្រួលដល់អ្នកដឹកជញ្ជូនស្រួលដល់កសិកររបស់យើងស្រួលដល់ប៉ុន្តែត្រូវគិតការអនុញ្ញាតការលើកភាពបត់បែននេះក៏ត្រូវគិតគូរពីការធានានៅស្តង់ដាររបស់ផ្លូវនិងគុណភាពផ្លូវកុំឲ្យវាខូចមិនបានន័យថាលើកលែងឲ្យមានផុតបត់បែននេះឲ្យហួសព្រំដែននោះទេត្រូវធានាបែបបត់បែបនេះអញ្ចឹងច្បាប់ជើចេញដើម្បីអនុវត្តឲ្យបានបើច្បាប់ចេញទៅអត់សមស្របទៅតាមស្ថានភាពជាក់ស្ដែងអញ្ចឹងយើងត្រូវធ្វើវិសោធនកម្មឲ្យស្របឈ្នះប៉ុន្តែដែលយើងខ្សែវិសោធនកម្មហើយយើងធ្វើហើយគិតគូរគ្រប់ជ្រុងជ្រោយហើយត្រូវអនុវត្តតាមច្បាប់ទេអញ្ចឹងយើងបានទាំងអស់គ្នានិរន្តរភាពនៃច្បាប់កុំឲ្យដាក់ច្បាប់ចេញទៅអនុវត្តអត់បានតើតែប្រជាជនកិច្ចបានចំណេញអត់ទេគិតទាំងសេដ្ឋកិច្ចគិតទាំងទិដ្ឋភាពបច្ចេកទេសផលសេដ្ឋកិច្ចសម្រាប់អ្នកប្រើប្រាស់ដឹកជញ្ជូនខ្ពស់តែផលសេដ្ឋកិច្ចសម្រាប់ប្រជាពលរដ្ឋទូទៅអ្នកប្រើប្រាស់ឡានតូចមិនមែនត្រូវការដឹកជញ្ជូនអ្នកដែលរស់នៅកន្លែងទេធ្វើម៉េចធានាឲ្យបានយូរអង្វែងបាទការថែទាំហើយការថែទាំសម្រាប់ផ្លូវការជួសជុលថែទាំគឺយើងត្រូវធ្វើឲ្យជាប់អញ្ចឹងបញ្ហានេះវាមានច្រើនហើយយើងបានអនុវត្តកន្លងទៅហើយប៉ុន្តែចីរភាពយើងឡើងចុះឥឡូវខិតខំអនុវត្តឲ្យមានចីរភាពនៅក្នុងការគ្រប់គ្រងការដឹកជញ្ជូនលើសទម្ងន់នេះហើយជាពិសេសក្រោយពីយើងធ្វើវិសោធនកម្មច្បាប់ដែលដំឡើងកម្រិតដំឡើងទម្ងន់ជូនអ្នកដឹកជញ្ជូនហើយគឺសូមចូលរួមគោរពច្បាប់ទាំងអស់គ្នាដើម្បីយើងថែទាំដើម្បីយើងថែរក្សាឲ្យបានយូរអង្វែងនៅសមិទ្ធផលរួមដើម្បីប្រើប្រាស់ជាគុណប្រយោជន៍សម្រាប់ប្រជាជននិងសេដ្ឋកិច្ចមូលដ្ឋាននិងតាមបណ្ដោយផ្លូវរបស់យើង